រវាងបុគ្គលិកបកកែធ្វើការតែអត់បកកែរាយការណ៍ហើយនឹងបុគ្គលិកបកកែរាយការណ៍តែអត់បកកែធ្វើការតើមួយណាល្អជាងសំណួរនេះខ្ញុំបានចេញពីបងប្អូនម្នាក់ដែលគាត់បានសួរបាទហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាមានចម្លើយក្នុងចិត្តទេពេលដែលខ្ញុំសួរសំណួរនេះឡើងបាទសម្រាប់ខ្ញុំប្រាប់តែគាត់វិញគឺខ្ញុំគិតថាអត់ល្អទាំងពីរនាក់បាទអត់ល្អទាំងពីរគឺបើឲ្យខ្ញុំរើសគឺខ្ញុំគិតថាខ្ញុំអត់រើសទាំងពីរបាទដោយសារអីដោយសារតែបើសិនជាយើងបកកែធ្វើការមែនប៉ុន្តែយើងអត់បកកែរាយការណ៍សួរថាហេតុអីបានខ្ញុំយល់ថាអត់ល្អបាទយើងគិតមើលថាពេលដែលយើងធ្វើការយើងអត់បានរាយការណ៍លទ្ធផលយើងអត់បានរាយការណ៍អំពីសមិទ្ធផលរបស់យើងទៅកាន់ថ្នាក់លើរបស់យើងហើយយើងរំពឹងថាថ្នាក់លើរបស់យើងនឹងដឹងឯងព្រោះការងារនេះយើងធ្វើឲ្យជាក់ស្ដែងមិនគាត់មិនមើលបាទអញ្ចឹងខ្ញុំសួរអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាធ្វើការងារនៅនឹងបាន3ខែបាន6ខែឬក៏1ឆ្នាំសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកធ្វើផ្ទាល់តើអ្នកទាំងអស់គ្នាចងចាំអីខ្លះពីសមិទ្ធផលរបស់យើងបាទសមិទ្ធផលដែលយើងធ្វើបាននៅលទ្ធផលធំមានអីគេខ្លះលទ្ធផលតូចមានអីគេខ្លះយើងបានបង្កបញ្ហាអីគេខ្លះតើយើងបានខ្លួនឯងយើងចាំដែរអស់ដែរអត់បាទហ្នឹងហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចាំទេឬក៏ចាំមិនអស់ទេអាចបាត់ព័ត៌មានមួយចំនួនអញ្ចឹងខ្ញុំសួរបកត្រឡប់មកវិញចុះបើអ្នកទាំងអស់គ្នាជាសម័យខ្លួនអត់ចាំទេតើយើងរំពឹងថាមេរបស់យើងអ្នកដែលគាត់មានកូនចៅច្រើនផ្សេងទៀតហើយទាំងការងាររបស់គាត់ថែមទៀតតើគាត់អាចចាំនៅសមិទ្ធផលស្នាដៃរបស់យើងបានប្រមាណបាទអញ្ចឹងបើសិនជាយើងខ្លួនឯងយើងអត់ចាំផងតែយើងរំពឹងឲ្យមេយើងចាំអញ្ចឹងសួរថាតើយើង expect ថាគាត់អាចចាំបានប៉ុណ្ណាបាទអញ្ចឹងនៅពេលដែលមេយើងអត់ចាំសួរថាពេលគាត់វាតម្លៃការងាររបស់យើងប្រចាំឆមាសឬក៏ប្រចាំឆ្នាំសួរថាតើគាត់អាចវាតម្លៃយើងតាមអ្វីដែលយើងគិតដែរអត់បាទខ្ញុំគិតថាអាចនឹងអត់ដូចទេបាទអានេះគឺជាមូលហេតុដែលយើងអត់បកកែរាយការណ៍តែយើងបកកែធ្វើការអញ្ចឹងគឺជារឿងមួយអត់សូវល្អទេហើយកុំខឹងមេដោយសារអីមេសូម្បីតែមេការងារមកកណោរបស់គាត់ហើយត្រូវមកកត់ចំណាំលទ្ធផលរបស់កូនចៅបន្ថែមទៀតទាំងដែលកូនចៅមាន report អត់មានអីអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាវាជាកំហុសឆ្គងទាំងសងខាងបាទហើយយើងកុំខឹងគេព្រោះអីអានេះគឺជាចំណុចខ្សោយរបស់យើងដែរអញ្ចឹងបើយើង improve ទៅវាបានលទ្ធផលហ្នឹងហើយសម្រាប់អ្នកដែលគាត់បកកែរាយការណ៍តែការងារគាត់អត់បកកែបាទអាហ្នឹងក៏អត់ល្អដែរដោយសារអីបាទនៅពេលដែលគាត់រាយការណ៍ទៅមើលទៅតំណងណាបាទអូលទ្ធផលគាត់ធ្វើនេះធ្វើនោះធ្វើនេះសមិទ្ធផលនេះសមិទ្ធផលនោះប៉ុន្តែជាក់ស្ដែងដល់ពេលយើងបូកសរុបលទ្ធផលមើលចំណេញខាតមើលការងាររបស់យើងតើរីកចម្រើនដែរអត់គឺអត់ឃើញមានលទ្ធផលអញ្ចឹងហ្នឹងហើយអាហ្នឹងគឺយើងគង់តែដឹងទេអញ្ចឹងមានន័យថាទោះបីជាយើងបកកែរាយការណ៍ប៉ុណ្ណាក៏ដោយតែចុងក្រោយអត់មានសមិទ្ធផលនោះក៏អត់មានអត្ថប្រយោជន៍អីដែរអញ្ចឹងយើងនឹងអាចបាត់បង់ទំនុកចិត្តពីមេដែរនាពេលខាងមុខអញ្ចឹងសម្រាប់បុគ្គលិកបកកែធ្វើការតែអត់បកកែរាយការណ៍ហើយនឹងបុគ្គលិកបកកែរាយការណ៍តែអត់បកកែធ្វើការគឺអត់ល្អទាំងពីរសម្រាប់ខ្ញុំចុះសម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរបាទសូមជួយ comment នៅក្នុងវីដេអូនេះហើយបើសិនជាអ្នកទាំងអស់គ្នាយល់ថាអ្វីដែលខ្ញុំបកស្រាយនេះគឺវាល្អហើយអាចយកទៅអភិវឌ្ឍយកទៅកែប្រែបានបាទសូមជួយចែករំលែកទៅកាន់អ្នកផ្សេងទៀតព្រោះអីជាចំណុចសំខាន់កន្លែងហ្នឹងបើយើងធ្វើការយើងអត់ចេះប្រាប់ពីលទ្ធផលការងាររបស់យើង report លទ្ធផលការងាររបស់យើងប្រចាំខែប្រចាំ quarter ប្រចាំ semester បាទប្រចាំឆ្នាំទេនោះមេរបស់យើងអត់អាចកត់សម្គាល់បានអស់ទេអត់អាចបាន note ទាំងអស់ទេព្រោះគាត់មានកូនចៅម្នាក់ពីរនាក់អត់អីចុះបើកូនចៅគាត់ច្រើនបាទឬក៏ការងារគាត់ច្រើនបាទគាត់អាចកត់ចំណាំអស់ទេអញ្ចឹងពេលដែលវាតម្លៃការងាររបស់យើងឬក៏ការគិតរបស់គាត់ច្បាស់ជាបាត់បង់នៅអត្ថប្រយោជន៍របស់យើងបាទអញ្ចឹងសូមព្យាយាមរាយការណ៍ឲ្យពីលទ្ធផលការងារសមិទ្ធផលរបស់យើងទៅកាន់ថ្នាក់លើរបស់យើងឲ្យបានល្អបាទអរគុណសម្រាប់ការតាមដានវីដេអូនេះ